ពីណាជាមួយណាតានគាត់មានអាល់ទីមេតដែរបានមួយហើយដល់មកបើគាត់យកជួយទីផ្នែកការតបានទេប៉ុន្តែខ្ញុំថាអាល់ទីមេតដែរហ្នឹងក៏អាចគេចគាត់ពីជារបស់ផាសាបានច្រើនដែរហើយផាសាក៏អាចធ្វើការពាក់ជាមួយអាចចេះហើយចឹងទៅក៏មានពៀតសម្រាប់គាត់នេះសម្រាប់តានជួយវិញសូលគេនេះតែដូចយើងបាននឹងរត់ហើយសម្រាប់សូលជា player មួយដែលគាត់បំផន់ទៅលើ Hero អីមួយគាត់ហ្វីហ្វៃគាត់ថាគាត់ដឹងអីអំពីរូបភាពនៃ Hero ណាដើម្បីតែការប្រចាំដល់គាត់ប្រចាំខាងគាត់ដូចគ្នាដែរតែ early game មួយក៏ T5 ដូចគ្នាបាទអញ្ចឹងយើងលេងទៅជាមួយនឹង team Competition ដូចគ្នា early to mid game អូខេបាទគាត់មកកាន់កម្មក្នុង game ទី2ជំនួបគ្នានៅក្នុងសមរភូមិដណ្ដើមយកជាមួយនឹងជោគជ័យឱកាសទៅកាន់ playoff របស់ See You Soon បាទចឹងលទ្ធផល1ទល់នឹង0បានទៅលើ See You Soon មុនហើយពីវត្តមានរបស់ Team Make អាចនឹងធ្វើការបាត់បង់ជាមួយនឹងឱកាសនៅក្នុងថ្ងៃនេះលទ្ធផល 2-0 ឬក៏បន្តការយកជាមួយនឹង 2-1 បងប្អូនតែខាង Team Make បាទថាដូច 2-0 ក្លិនអីបងក្លិនអីខ្ញុំមើលចាក់ស្អាយបាទចឹងដល់ early game នេះយើងបានឃើញដែរជាមួយនឹងច head ពី PP គឺបន្តការពន្លឿនការ farm ចេញពីវត្តមានរបស់ Ryzen ដូចគ្នាដើម្បី Ryzen នៅក្នុង game នេះគាត់ងាយស្រួលក្នុងការយក level បានលឿននៅ early game ដើម្បី control ជាមួយនឹង NQ ផងដែរបាទបច្ចុប្បន្នយើងលេងទៅជាមួយប្រកបអត់មានអីទេខណៈពេលដែលយើងលេងជាមួយ Ryzen គេសម្រាប់មិនថាបាន PP ក្នុងធ្វើការបើកមីស៊ីលដើម្បីជួយ farm ចឹងជួយគេក្នុងការទូបែបអាយ៉ាពេញ passive ហើយប៉ុន្តែបើសិនជា game នេះ Cypher តែលុកខ្លួនបន្តិចទៀតបោះពី Asira ហើយបោះកាត់ពី Ryzen អាចនឹងអស់ trigger មួយណា early game ណាបងបើគាត់ឈឺពេញយ៉ាងណាក៏ដោយតែប្រទេសណាគេវាយណាហើយច head early game skill ទី2 skill ទី1របស់គាត់អូជាមួយទឹកបាទចឹងពីបានបន្តិចបាទសម្រាប់គាត់បើចង់ធ្វើការឆែកទូសិនដូចនេះដែរបាទអាយ៉ាហោះកាប់ពី Ryzen ធ្វើការច្រាំងយកតាមតទៅលើ Cypher ដើម្បី control ជាមួយនឹងការ regret ទៅលើ Jackal មួយទៀតផងដែរពី Ryzen ពី3មួយដក Jackal មួយដកថយធ្វើប្រងើយបាទលបែប4ផ្ទុះក្តាំងស្របពេលដែលយើងមើលជាមួយនឹង30វិនាទីជាងទៀតទៅ total ធ្វើការ respawn មកហើយស្របពេលដែល retreat របស់ Ryzen ក៏អាចធ្វើការមានតដូចគ្នាដែរចឹងមានបញ្ហាបច្ចុប្បន្នពួកគាត់ធ្វើការគិតក្នុងការ farm យកជាមួយនឹង team ខ្លួនតែដល់វាងចាំង color ទាំងពីរនេះគ្នា Yes បាទសាស៊ូក៏បាន hero សម្រាប់ចិត្តរបស់គាត់ដូចគ្នាដែរ Infinite Node 50 Pro Series អូ First Blood ទៅលើ Soul បានហើយពី Live តែមានការវាយជាមួយនឹងលទ្ធផល2ទល់នឹង1បាទបាញ់នេះបាទចឹងនេះបានឃើញបាទសម្រាប់បាញ់ជាមួយនឹង Presenting របស់យើង Infinite Node 50 Pro Series ដូចគ្នាពីទូរស័ព្ទ AI ចំនួនថ្មីបាទដែលបានធ្វើការបំពាក់មកជាមួយនឹងការសាកថ្មលឿនរហូតដល់ការសម្អាតអេក្រង់ 6.70 GPP ហ្នឹងហើយបាទ display រហូតដល់ 144 Hz បាទអូប៉ាជាមួយនឹងថយកតាមដងសាស៊ូពេញជាមួយនឹង turn ជាមួយការតេងឆាន 3 view សាមួយបានពី Ryzen ធ្វើបានល្អខាងតែជាមួយនឹងការដេញវាយទៅលើ PP ចង RT យកតាមដងពី Brand TC ធ្វើការវាយ1 2 3ជាមួយនឹងការហក់ជាន់ពី King Aris តែជាន់ជាមួយនឹង Brand ជាប់ទេជាមួយនឹងការដកថយយកតែថតែបន្តពីវត្តមានរបស់ See You Soon បាទទោះបីខាងក្រោមបាញ់ដាក់ First Blood ប្រាវទៅកាន់ជាមួយវត្តមានរបស់ Soul យ៉ាងណាក៏ដោយប៉ុន្តែមានបញ្ហាស្របពេល See You Soon គេបង្វែរទេស្ថានភាពដើម្បីតាមមក control យកជាមួយនឹង FGT វិញទេបាទស្របពេល upload នៅក្នុងការចូលទៅលេងបែប aggressive ក៏ចាប់ដើមបន្តដែរពីនេះបាទចូលទៅហើយជាមួយនឹងវត្តមានរបស់ Cypher ធ្វើការ knock up ទៅលើ PP អត់ត្រូវទេជាមួយនឹងការបាក់ RT យកតាមដងបន្លឿនជាមួយនឹងការ farm ចេញពីសាក់ស៊ូមកមានបញ្ហារឿងអង្គដោយសារសាក់ស៊ូប្រើប្រាស់ head and shoulder ហើយខណៈពេលសាក់ស៊ូបច្ចុប្បន្ននេះគឺគាត់លក្ខណៈ focus ក្នុងការ farm សិនទេអត់តមានដើម្បីការបញ្ចេញច្រើនប្រហែលទេបាទជាមួយវត្តមានរបស់សាក់ស៊ូត្រូវអត់មិនខៀលក៏ចូលទៅកាន់ជាមួយវត្តមានរបស់ Live ដែរចឹងមានរូបភាពផ្សេងនេះនេះដែរស្របពេលដុល្លារលើការកើបឡើងបាន item ជាមួយនឹង hand stake ហ្នឹងណាចឹងចាប់បានជួយប្រាប់ហើយអត់ពាក់ស្បែកជើងស្បែកជើងយកតាមអូយមានអត់ថាឡូឈាមស្បែកជើងពងកំងគេកាត់ចឹងឥឡូវមិនต้องពាក់ជើងទេបាទចេញ active មកហើយសិនដើម្បីកាងសិនណាកំងស្បែកជើងចាំពាក់អត់ទាត់សិនហើយចាំបន្តពាក់អ៊ូតាមក្រោយបាទអែមប្រយ័ត្នណាវាតែគេពេលគេ lock អត់មានស្បែកជើងរត់សល់ពីកើដែរអាយ៉ាទៅដល់ lock up frame យកទៅជាមួយនឹងការបាក់ spell តែអាតម៉ាត់ PP mode គីធ្វើការវាយទៅលើ brand TC ធ្វើការផ្ដាច់ជាមួយនឹង King Area តែយកមកជាមួយនឹង Cyber ក៏មានការបាត់បង់នៅក្នុងកន្លែងនេះជាមួយនឹងសាក់ស៊ូចង់ទៅណាមកជាមួយនឹងការឈូដកថយបានឡងឡើងបែបពីសាក់ស៊ូអាយ៉ាចៃ RT ធ្វើការឈប់ជាមួយនឹង stake ក៏ដូចជា King Area អាចមានបញ្ហាដែរទេជាមួយនឹងការបោកបានឬក៏បានជាមួយការបោកខាបោកនេះពី PP លុបមក passive ពី King Area ធ្វើបានឡងតែជាមួយនឹងការណយមិនឲ្យ PP បោះបានទេអាយបាទជាមួយ passive រលត់មកធ្វើឲ្យ PP ដាច់ចង្កេះឬសុទ្ធតែប៉តតែម្ដងបាទបាញ់នេះបោះដើម្បីធ្វើការ passive ឲ្យគ្នាគាត់បាច់តែចង់អាចធ្វើបានទេយ៉ាងម៉េចក៏ធ្វើល្អទេពីវត្តមានរបស់ Team Make ដូចគ្នាស្របពេលមាន total មានការ respond មកតែ total ការមកនេះស្របពេលដែលយើងលេងមកជាមួយចាំងកលកំពីកំពុងប្រជែងគ្នាថាអ្នកណាគេបានដល់បែរស្រានជាងតែតែគេកំពុងធ្វើការដកមុខដូចគ្នាដែរបាទចាឥឡូវបែប7ទល់នឹងបែប7ទេពីវត្តមានរបស់ចាងកនេះគ្នាបតែយកមកជាមួយនឹង Cypher ក៏មាន RT មាន Maset យកតែម្ដងតែអត់មាន sticker ទេបាទបើក map ធ្វើការវាយទៅលើ King Area មុនគេយកតែម្ដងយកមកជាមួយនឹងសាក់ស៊ូធ្វើការបោក RT បតែ King Area មានការបោកយកតែម្ដងពី PP ធ្វើការវាយជាមួយនឹង King Area មុន everyone ការ shut down ជាមួយនឹង King Area បាទហើយវត្តមានរបស់ Live ក៏ចូលមកជាមួយនឹងការ control objective មួយនឹងបានជាមួយនឹង Tato ឲ្យមានការ retreat យកតែម្ដងពី Ryzen ធ្វើការចាប់បានឬក៏បាន retreat បាទពីសាក់ស៊ូទេបាទឡងតែបតែបោកជាមួយនឹង Cypher ចង់តែណាបានឲ្យជាមួយនឹងការ shut down ពី Brand TC បាទជាការចង់បាន total តែចង់ក្រោយបានអស់សមាជិក2អត់ចាញ់ទេអូសាក់ស៊ូដល់ទៀតហើយសាក់ស៊ូវាយទៅលើ Ryzen តេងណែងធ្វើការដកជាមួយនឹងការ Plus គេទី1ពី Monarchy ធ្វើការហោះវាយយកតំណជាមួយការជ្រាមប៉ុន្តែពី Monarchy ធ្វើការបោះជាប់ជាមួយនឹង Stand 2យកតំណសាក់ស៊ូចង់តាណាជាមួយនឹង Brand ក៏មកដូចគ្នាជាមួយនឹងការដេញបោះមកយកតំណពី King Asira ធ្វើការផ្ដាច់ជាមួយនឹងសាក់ស៊ូក៏ដូចជាបន្តការយកជាមួយនឹង PP មកវិញដូចគ្នាអូយវត្តមានដៃគូដៃកងសាក់ស៊ូ Bimo នេះក៏បានធ្វើការនាំមុខជាមួយនឹង2ម៉ូតូ2អ្នក3ម៉ូតូបាទសេរីជាមួយសមាជិក C0 នាំឲ្យសមាជិករបស់ C0 វល់មួយគាត់ប្រហែលជាចូល30វិនាទីដែរបាទដែលធ្វើឲ្យខាងក្រោមជាមួយវត្តមានរបស់ Live បានបានជាមួយ
brand ប៉ុន្តែក៏មើលសូលអ្នកមានបាទប្រឡែងសូលចោលមិញបាទឲ្យថតហ្នឹងអត់វាយមិញបើអត់បានថតទៀត ក៏បាទស្របពេលសូលសម្រាប់កើលុយដល់គាត់បាទបើលុយច្រើនណាលេងសាយបាទច្រើន យ៉ាត់ណាសូលហេរ៉ូណាតាំងគឺជាហេរ៉ូដែលងាយស្រួលទេក្នុងការ clear lane ងាយស្រួលក្នុងការ control យកជាមួយនឹង target ជិះតែទៅលើ lot អាចជាទីផ្សេងៗដូចជា pick off នេះក៏អាចងាយស្រួលទេអូយគាត់មកភ្លេចយកតាមដល់ជាមួយនឹង TikTok រៃសែមិនអាចចង់ក្រាស់ជាមួយនឹងការចង់ទៅណាផ្ដាច់ពី live បានឡោខ្លះតែជាមួយនឹងការ lost sky freezer មកឲ្យ team បានមួយ kill មិនបាច់មកនេះយ៉ាមិញពេកាត់ត skill តំណងណាប៉ុន្តែបាទនៅតែបាច់បាទជាមួយនឹងកញ្ចប់ថ្មីតែខាត up LTV page ចំណាយទៅតែ150សេនទូបាន51ពេជ្រនឹងការលេង mobile ច្រើនបានសប្បាយដែរយាពេលមើលទឹកជាមួយនឹងកញ្ចប់ទី2ចប់ចាំខែចំណាយទៅតែ1លានទូបាន235ពេជ្រនឹងការលេង mobile ច្រើនបាទយាពេលមួយខែពេញដូចគ្នាដែរវាគ្រប់កាយ16.86កាយសម្រាប់កញ្ចប់ជាមួយនឹងចាំសប្តាហ៍តែកាយទី2សម្រាប់ចប់ចាំខែបាទឬមួយក៏ download ជាមួយនឹង Cell Card app ដើម្បីភ្ជាប់ជាមួយគម្រោងនេះឥឡូវនេះបាទតែ3 click តែម្ដងបាទលឿនបាទលឿន3 click ទេតតចិត្តចូល app អូ scroll ចុចក្រោមចុចជាមួយនឹងកញ្ចប់ MLBB បន្ទាប់មកចុច confirm ហើយត្រៃបាទសំខាន់ឲ្យតែមានលុយក្នុងហ្នឹងបាទចឹងណាមិញខណៈពេលបច្ចុប្បន្នទូថមានការ respawn មកដូចគ្នាផងដែរអាយ៉ាទូថនេះចូលហ្នឹងតថ្លៃនេះសាមានម្នាក់បានទូថមួយម្នាក់មួយណាចឹងចាំវិញសាសូសូចូលទី5តែឥឡូវសូចូលទី5ហើយមិនមិញណាបាទចាំមើលបាទចាឥឡូវជាមួយការតេសស10000ជាងជាមួយនឹងថាថក៏ដូចជាមួយនឹងរបស់ Ryzen ហើយនឹងសាក់ស៊ូមើលទៅសាក់ស៊ូល្វែ10ហើយជាមួយនឹងការត្រីមួយពីសាក់ស៊ូបានឡោកខ្លាំងតែជាមួយនឹងការត្រីយកទូថទី3នេះជាមួយនឹងការបោះបោកយកទៅជាមួយនឹងការបោកទី5អើយអញញ៉ៃខ្លាំងដែរបណ្ដាយកមកជាមួយនឹង Brand TC មកកាប់ដាក់ជាមួយនឹង King Iris បានមួយនេះគ្នាបោកមួយទៅលើ Cypher បណ្ដាអត់ទាន់ដឹងទេជាមួយនឹងសាក់ស៊ូនៅក្បែរនឹងនេះជាមួយនឹងការ check map វាយលើយកទៅដល់ពីសាក់ស៊ូធ្វើការដេញបាច់ជាមួយនឹង Live គឺមានការលោឈាមសមដៃទៀតជាមួយនឹងការចាយ flicker លុបមកផាស៊ីជាមួយនឹងការដឹកវាយទៅលើ Live យកទៅដល់ជាមួយនឹងការចាយ flicker ខោថើមកវិញផ្នែកពី Live អាយយអត់ទាន់ទៅណាទេជុះបែកតាពី Cypher តែអត់ទាន់មានជាមួយនឹង RT ទេក៏ដូចជា B-mode ធ្វើការហោះចាក់មួយចំបីជាមួយនឹងតម្លាក់ប៉ុន្តែក៏លេខទៅមើល mini map នោះ Ryzen សុបាយប្រទេសអូផ្ទះក៏បានលុយ control យកជាមួយនឹង number ក៏បានលុយជាមួយនឹងការកាត់ lane កាត់អីផ្សេងៗលុយសុទ្ធមានស្បែកបាទអញ្ចឹងអាចនិយាយថា Ryzen មុនតការកើបានណានិយាយទៅដូចថាជួបគ្នាមកឈូសមួយរីត្រីមួយបាច់ពីសាក់ស៊ូនិយាយទៅ hero Ryzen ថាលេ hero ណាក៏ដោយតែនិយាយថាលេ HP ស្បែករបស់គាត់ទៅធ្វើការកាត់ lane នឹងតែម្ដងអូ lane កាត់ lane ណាមួយ team fight របស់ខាង team Mike ពេលដែលគាត់បង្កើត team fight គាត់វាយយូរពេកអូបោកវាយយកតែម្ដងពី Cypher អានឹងលុកខ្លួនដែរតែជាមួយនឹងការបោះ RT ពីពេតង់ទៅណា Cypher វាយយកមិនជាមួយនឹងការទាត់យកឥឡូវខ្ញុំបោះវិញខ្ញុំបោកវិញព្រោះដាច់ជាមួយនឹង Cypher បានមួយ kill មកវិញពីវត្តមានរបស់ C0 បើសិនជា live ដាច់មិញគឺជាវិបត្តិសេរីរបស់ Cypher ពេញម្ដងតែម្ដងតែគាត់ flicker ទៅក្បែរ live វិញគឺវាបាទប៊ីទៅវិញហ្មងមកខំមក all in មិញគេចង់ធ្វើការ pick off យក Cypher ឯងចង់គេដាក់ skill ថាគេទៅលើ Cypher ទាំងអស់ប៉ុន្តែ skill ថាគេទៅលើ Cypher តែគាត់ធ្វើការ flick យកទៅក្បែរជាមួយនឹង live ត្រូវទៅដល់ live ដូចគ្នាបាទចឹងមានគុណដែរមកមិញយ៉ាងណាមិញបង Cypher មួយក៏អត់អីទេមានបញ្ហា Cypher ក៏ព្យាយាមការ make play ជាមួយនឹងការចង់ pick off ទៅលើជាមួយនឹងវត្តមានរបស់ PP តែមានដើម្បី back up ចឹងនេះបាទតិចបន្តគាត់បាទចាឥឡូវជាមួយនឹងហ្គេមនេះមើលទៅរៀងស្ងប់ស្ងាត់ក៏ដូចជា lot នៅក្នុងរយៈពេល15វិនាទីទៀតនឹងមានការស្គាល់មកតែយើងមើលជាមួយនឹង Brand TC នៅក្នុងហ្គេម2នេះក៏អូខេដែររបស់គាត់នៅតែល្អដូចគ្នាបច្ចុប្បន្ន4 die 1 assist 2បាទបច្ចុប្បន្នយើងក៏លេងទៅមើលជាមួយនឹងម្ចាស់ក្រុមការស្មាយទាំងពីរបាទក៏កំពុងតែការរៀបចំរៀងខ្លួនដូចគ្នាដែរបាទជាមួយនឹងពួកគាត់យ៉ាងណាមកយើងក៏លេងទៅមើលជាមួយជាក់ស្ដែងវត្តមាន lot ធ្វើការ respond មកដូចគ្នាតែ lot នេះគឺខ្ញុំគិតថាអាចយើងកាត់កងទី2គ្នាពួកគាត់ប្រហែលយ៉ាង whole lot ដល់ពេល10នាទីឬ11នាទីគាត់ថាបានបាទគាត់ដូចគ្នាបាទយ៉ាបើក RT ពី Brand ទៅហើយជាមួយនឹងការបោះ RT អាចមានការធាក់យកតែដល់ពីតែ line អាចមានការដកថយបានឬក៏បានជាមួយនឹងការដាច់បានលើ line លោកឡើងតែបណ្ដៃបែបមានការ shot down យកមកជាមួយនឹងសាក់ស៊ូទេណែទៅលើអាស៊ីរ៉ាក៏មានការវាយយកដល់ពី Soul ដើម្បី cover ជាមួយនឹងអាស៊ីរ៉ាមកវិញបានដូចគ្នាបាទហើយអាយ៉ា RT យកដល់ពី Soul ធ្វើការវាយជាមួយនឹង Cypher ប៉ុន្តែមិនបាញ់ B និង Honeypay ជាមួយនឹង Cypher វត្តមានជាមួយនឹងការ fast slot បានឬក៏បានសាក់ស៊ូក៏នៅបែបយ៉ាងឆ្ងាយដូចគ្នាក៏ដូចជា Brand TC ក៏មានការ load ជាប៉ុន្តែយកមកជាមួយនឹង B mode key ក៏នៅបែបនឹងនេះជាមួយនឹងការ N យក lot ទី1 secure បានពី C0 បាទជាមួយនឹង lot ទី1 EC ក្នុងការ secure ដូចគ្នាពី C0 ស្នាពេលបច្ចុប្បន្នគាត់ជាការកាត់ lane ផ្សេងទៀតដូចគ្នាវត្តមានរបស់សាក់ស៊ូក៏ all lane ក្រៅវិញខ្លួនដែរទោះបីមិនសាក់ស៊ូក៏ជាការ all in វាយយកជាមួយនឹងអាស៊ីរ៉ាក៏វាយបាញ់យកថាអាស៊ីរ៉ាក៏មាន sticker តែ head off ធ្វើអាស៊ីរ៉ាគាត់ add recall មួយដោយមិនខ្វល់ខ្វាយពីបញ្ហារឿងអង្គដោយសារប្រើ head and shoulder និងលេង mobile legend ដោយប្រើប្រាស់ទូរស័ព្ទដៃ Infinix ជាមួយនឹង Hot 53ដែលប្រើ Pixel ខាងហើយលេងនៅរកគាត់លេងជាស៊ីណាមត្រជាក់ស្រាប់បាទក៏ដូចជា clear នេះញ៉ាំពោលផ្ទុះអូបាទតែណាមិនបច្ចុប្បន្នយើងលេងទៅមើលជាមួយនឹងការមកដល់ទីរបស់យ៉ាងណាស្របពេលដែលសមាជិករបស់ខាងក្រុម C0 នេះគាត់ជាកាត់ឆាច់មិនសប្បាយទៀតអាសេណាលេងទីផ្ទះខ្លួនឯងដែរទោះបីគេមាន hero ដូចជាឥឡូវនេះគេមានជាមួយនឹង Cypher យ៉ាងណាក៏ដោយគេអត់ខ្វល់ទេបាទគឺគេឆាច់មកសប្បាយដែរដល់ទៅសារឲ្យរបស់អាសេណាគាត់អាចកាប់បំលាស់ទីបានងាយស្រួលគ្នាដែរអញ្ចឹងអាចលេងចកេះរបស់ តែអូកន្លែងនេះ Ryzen គីឡូឈាមមានការដេញបាយយកទៅដល់ពីសាក់ស៊ូតាធាចូលទៅលុកខ្លួនជាមួយការបុកបុកអាតម៉ាត់យកទៅដល់ពី PP ក៏ដូចជាកន្លែងនេះជាមួយ Cypher មានការណយចេញពី Brand TC ដូចគ្នាជាមួយការបុក team fight load មួយនេះយកបាន T2 នៅខាងផ្លូវ top lane ប៉ុន្តែផ្លូវ mid lane នៅតែបន្តការយកអត់បានដូចគ្នាបាទហើយយ៉ាមិនគឺពីរគ្រាប់ចង់ Ryzen ចាប់ខ្លួនហើយយ៉ាលេខសាយនេះសាយ Bimo មានលុយ Bimo បតកតិចជាមួយគេទេជាពិសេស Soul ប្រយ័ត្នយ៉ាងផងជាមួយវត្តមានរបស់ Soul អល់តិមេតមកប្រេះដែរភ្លេចមើលអល់តិមេតរបស់ Bimo បតកមកគ្រាប់ពីរគ្រាប់ឯង60ដែរ
បាទសពពេលនេះមើលជាមួយនឹងសូលក៏គាត់ចេញបានជាមួយនឹង item ទីនេះចឹងដើម្បីមកគាត់ក៏ច្រើនតាមនឹងដូចគ្នាដែរបាទសម្រាប់គាត់តែយ៉ាងណាមកយើងចាំមើលចាក់សាច់ថាយើងគិតមើលបើយើងកំភារគ្នាណាជាមួយនឹង Granger ក៏អាចបាញ់ដកបានប៉ុន្តែបើសូលមានត all in ធ្វើមិនយក step មួយតែបាញ់យកតែនៅ 45 degree បាទចឹងវាម្យ៉ាងទេបាទសម្រាប់ជាមួយនឹង goal lane ទាំងពីរគ្នាដែរហើយនៅតាមនេះបាននិយាយចឹងយើងគឺជា hero មួយដែលគេងាយស្រួលក្នុងការ clear lane ងាយស្រួលក្នុងការអូទេ farm លឿនអីលឿនចឹងទៅបាទសម្រាប់គាត់ដូចគ្នាប៉ុន្តែគេឲ្យមាន hero អូយទៅជាដល់ពីសាក់ស៊ូធ្វើការដេញបាយយកតាមដល់ជាមួយនឹងការទាត់មិនអីមកជើងផ្ដាច់ទៅលើ brand TC មកឡខ្លះតែពី Cypher ក៏មានការបុកកាល់តែយកតាមដល់ពេលឲ្យមានការ make play ដែរតែជាមួយនឹងការដេញបោះ King Airy បោះបានក៏បានចាយ flicker មួយជាមួយនឹងការ counter ជាមួយនឹងការបោះរបស់ពេលដូចគ្នាចឹងហ្គេមនេះជាមួយនឹងការ shut down លើ brand TC ក៏គួរសមផងដែរបាទ Cypher ហើយនឹងសាក់ស៊ូនេះដៃគួរដៃកងដែរនេះបាទគឺគាត់សងតោះគ្នា skill របស់គាត់គឺច្បាស់រីកខ្លួនឯងskill របស់គាត់ចឹងច្បាស់រីកខ្លួនតែម្ដងតែបាទសម្រាប់គាត់នេះលេងខ្លួនឯងទី goal lane ទាំងពីរគឺស្មើគ្នាបាទ Plum Midland អាចយកបានដែរទេ Cypher ទៅ annoy ជាមួយនឹងអ្នកដែលមើល backline ក៏ដូចជួយយកបានជាមួយ Key One Red นะครับ Plum Midland បានពី Waterman របស់ team ម៉ែការវាយនេះគឺជាការវាយដើម្បីការយកបានជាមួយនឹង Waterman Plum Midland តែប៉ុណ្ណោះបាទខណៈពេលដែលយើងលេងទៅមិញសមាជិករបស់ season ក៏បញ្ចាយជា Sky Spell អ្វីដែរបាទគាត់បាទបច្ចុប្បន្នគាត់ចាំតែ Waterman ធ្វើការកាត់មកនិងធ្វើការបន្ត team fight បន្ថែមទៀតដូចគ្នាប៉ុន្តែលេងមើល Brand TC បញ្ចេញមកជាមួយ Alternative មួយដើម្បីការ defend ដើម្បីចេញមកពី Waterman របស់ Bimon និង Seal ទៅហើយបុក Bimon ឬក៏ណាជាមួយនឹងការលោតចាប់ហើយចាយមក flicker ទៀតដើម្បីសិក្សាខ្លួនឯងផងដែរបាទពី Waterman របស់ Bimon ដឹកគេអត់ទាន់បាច់ហាយទេអាស៊ីរ៉ាមានការលើកវាយយកតាមដល់ជាមួយនឹង King Airy ចាប់តែណាជាមួយនឹងការលោតអាទីលោតបានតែម្ដងទេជាមួយនឹងសាក់ស៊ូមកពីក្រោយប្រជាមួយនឹងការ shut down លើ show យកតាមដល់ជាមួយនឹងការបោះបោកយកតាមដល់លើសាក់ស៊ូមានបញ្ញាដែរទេជាមួយនឹងអាស៊ីរ៉ាក៏មានការបាត់បង់ដូចគ្នាបើយកមកជាមួយនឹង Ryzen វាយជាមួយនឹង Bimon ក៏ដូចជាកន្លែងនេះជាមួយនឹង live ជាមួយនឹងអាស៊ីរ៉ាមកវិញដូចគ្នា Ryzen មកជើងរបស់ Cypher បើមានការដេញបាញ់យកតាមដល់ពី live បើចុងក្រោយពី Ryzen ធ្វើការ shut down ទៅលើ Ryzen បើពី Waterman របស់ live វ៉ាវមិញអាចនិយាយថាប្រហែលជាដៃល្អិលដៃបន្តិចបាទជាស្រ័យនេះខ្ញុំស្រួតជំនួសចំស្ដាយណាស្ដាយណាទៅមិញកំបាមិញស្ដាយគាត់ស្ដាយទៅថាមិញអាគីទីមួយទៅបាញ់ឡោតតែគីទីមួយបាញ់ទឹកក្រាស់វិញបាញ់ស្រាបាញ់ព្រៃវិញកន្លែងមិញខ្ញុំបរៀនទេព្រោះថាខ្ញុំចាំ delay ឡោតទៅបាញ់ឡោតតែលឿនពេកឆែកកាមេរ៉ាតលីហេយ៉ាងណាមិនជោគជ័យបាទជាមួយនឹងការនាំមុខមកវិញនេះគេបានឡំតែពីវត្តមានរបស់ team មេដូចគ្នាបាទដល់ពីមិនចង់មកហៅគាត់ដែរហៅពោះពេលកន្លែងនេះពេល Ryzen ដេញមកយចុះពីក្បាច់នឹងទៀតអានេះដូចយើងមើលគាត់រន្ធត់ចឹងខ្ញុំមានអារម្មណ៍ថានៅក្នុងហ្គេមនេះទោះជាឈ្នះឬមួយក៏ចាញ់ក៏ដោយប៉ុន្តែខូចរបស់ team Mike អត់សុបាយទេព្រោះថាការ team fight របស់ខាង team Mike មើលរៀងញ៉ៃតែពីដំបូងបាទទូស្គាល់ហ្គេមនេះវាពិបាកដែរហើយប៉ុន្តែបើយើងគិតមើលទៅដៃគូដៃកោដូចបាននិយាយ King Area ផងហើយសាក់ស៊ូផងគឺទៅនឹង Cypher ដូចនេះដែរតែពេលទៅដល់ចឹងចូលបានអាសេនាខានរត់តែដល់បាទសម្រាប់ការលេង Mobile Legends បែបគឺវាសមាជិកការណាត់ជាមួយនឹងគូស្នេហ៍មើលជាមួយនឹងគាត់នៅក្នុងរកគាត់ Legend Series មកទេតែអត់គូក៏អាចមើលបានដែរអូបាទចាឥឡូវជាមួយនឹង T2 នៅខាង Plum Midland ក៏មានការយកបានក៏ដូច slot clear បាន free យកតែម្ដងពី CU0 បាត់បង់តែ T2 នៅ Plum Midland តែប៉ុណ្ណោះបាទ easy ការ clear និយាយទៅមានអាតាន់មួយមកមកបើអាត់វិញមកដាក់ skill មួយ stack បាញ់5អស់បាទលេបាទ easy តែម្ដងហើយមួយអាតាន់គឺជាដើម្បី magical ហើយសពពេលអាផាចចុងក្រោយនេះគេបានតែ update ដើម្បី magical គេកាស់ការ clear ឡើងបានលឿនទៀតគ្នាអញ្ចឹងវាតែដែរបាទ Rosco ក៏បានចូលទៅលើខ្លួនឡាយដែរបាទតបជាមួយនឹង magical defense មាន magical defense បន្តិចដែរដើម្បីតបជាមួយនឹងដើម្បីរបស់ soul នឹងអានសេរាជាសូលមកព្រៃសូលដល់ពេលគាត់ដាស់មកអានមិនគាត់បាញ់គាត់មកស្គីទីមួយអត់ឈឺមកពេកណាទៀតបាទអញ្ចឹងវាតិចបាត់មកគាត់បាទបើស្របពេលបច្ចុប្បន្នសាស៊ូគាត់កំជាក្នុងការអូសឡែនតាមអាចធ្វើបានដូចគ្នាដែរបាទខ្ញុំគិតថាធីមនេះនឹងអូសកន្លះដល់ប្រហែលជា20ជាងទីហើយដូចគ្នា20ជាងទីទៀតហើយបងដោយសារតែហ្គេមនេះគឺបើសិនជាយើងក៏លេងជាមួយធីមមេកបើសិនគាត់បានឡនឹងនេះគាត់បុកខ្ញុំគិតថានឹងទៅពិបាកការបុកដូចគ្នាដែរដោយសារតែហ្គេមនេះគឺគេមាន hero កាត់ច្រើនមែនទេបាទសម្រាប់គេដូចជាមានជាមួយ Brand TC លោកចូលទៅដល់អុកដើម្បីទៅការអាសាសពតពេលធ្វើការចេញចំណែកទៅគាត់បាទយ៉ាកាន់សៀលយកតែម្ដងជាមួយការជាប់អាទីប៉ុន្តែយកមកជាមួយនឹងពេលមានការបោះលើឡាយយកតែម្ដងតែបាច់ឡាយបានទេជាមួយនឹងការដេញបាយពីអាស៊ីរ៉ាធ្វើការបោះជាមួយនឹងឡាយបណ្ដាចុងក្រោយជាមួយការលើក shut down បានអត់បានទេបណ្ដាយកមកជាមួយនឹងសោក៏មានការបណ្ដាជាមួយនឹងសាក់ស៊ូបណ្ដាជាមួយនឹងការដេញបាយយកតែម្ដង Brand TC ក៏មានការទៅបាត់បង់នៅគ្នាជាមួយនឹង Ryzen សម្រាប់ចុងក្រោយ Price Skill ជាមួយដើម្បីដកថយជាមួយនឹងការ Last Man Standing ពីវត្តមានរបស់ CU0 អាចមានការ end game បានឬក៏បានយកបានឃើញដែរជាមួយនឹងវត្តមានរបស់ស5 Hero យកទៅពី Team អាចមានការយកលទ្ធផលជាមួយនឹងការមួយទល់នឹងស្មើបានឬក៏បានជាមួយនឹងការដេញបាយយកទៅមកពី Cypher ជាមួយនឹងការឈោបាយដែរចេញជំនះ Game TV ក៏បានទៅលើ Team